នៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ1995មានគ្រួសារមួយមានសមាជិក5នាក់ឪពុកម្ដាយនិងកូនតូចៗ3នាក់ទៀតពួកគេរស់នៅដោយពឹងផ្អែកលើការធ្វើស្រែចម្ការបន្តិចបន្តួចហើយជីវភាពរបស់ពួកគេហាក់ដូចជាមិនសូវធូរធារប៉ុន្មានទេពួកគេមានដីតូចមួយកន្លែងជាប់នឹងផ្លូវជាតិលេខ4ពួកគេតែងតែមានក្តីស្រមៃចង់បានផ្ទះមួយដែលសមរម្យដើម្បីរស់នៅជួបជុំគ្រួសារថ្ងៃមួយក្តីសង្ឃឹមរបស់ពួកគេបានក្លាយទៅជាការពិតបរិសុទ្ធជាមេគ្រួសារបានរកឃើញសាច់ញាតិម្នាក់ដែលបានបែកគ្នាតាំងពីជំនាន់ប៉ុលពតដោយគាត់បានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិកក្រោយមកសាច់ញាតិនោះបានផ្ញើប្រាក់មួយចំនួនឲ្យគាត់វាមិនមែនជាប្រាក់សម្រាប់ទិញផ្ទះវិឡាធំដុំអីនោះទេតែវាល្មមគ្រប់គ្រាន់សម្រាប់ការសាងសង់ផ្ទះថ្មីដោយក្តីត្រេកអរគ្រួសារនេះបានសម្រេចចិត្តសាងសង់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេនៅលើដីដែលពួកគេមានស្រាប់ជាប់ផ្លូវជាតិលេខ4នោះវាគឺជាផ្ទះជើងមួយខ្នងប្រក់ស័ង្កសីដែលមើលទៅភ្លឺចាំងនៅពេលត្រូវពន្លឺព្រះអាទិត្យពួកគេបានសាងសង់បន្ទប់ទឹកមួយដាច់ដោយឡែកពីផ្ទះដូចជាទម្លាប់អ្នកស្រុកជនបទនៅខាងមុខផ្ទះក្បែរជណ្ដើរពួកគេបានដាក់ពាងទឹកធំៗចំនួន2ពាងទឹកដែលតែងតែមានទឹកពេញជានិច្ចសម្រាប់ប្រើប្រាស់និងលាងដៃលាងជើងងូតសម្អាតខ្លួនមុនពេលឡើងទៅលើផ្ទះនេះថ្មីបាននាំមកនៅសម្លេងសើចនិងសុភមង្គលក្មេងៗទាំង3នាក់រត់លេងពេញផ្ទះថ្មីនោះឪពុកម្ដាយក៏មានស្នាមញញឹមមិនដាច់ពីមាត់ប៉ុន្តែភាពសុខសប្បាយនេះហាក់ដូចជាមានអ្វីម្យ៉ាងចង់មករំខានដែលពួកគេមិនបានដឹងខ្លួនទាល់តែសោះបន្ទាប់ពីសាងសង់ផ្ទះនោះរួចរាល់ហើយប្រាក់ដែលនៅសល់ពួកគេបានសម្រេចចិត្តទិញរថយន្តមួយគ្រឿងដែលមានតម្លៃសមរម្យវាគឺជាឡានចាស់មួយទឹកដែលពួកគេទុកសម្រាប់ធ្វើដំណើរទៅនេះទៅនោះព្រោះផ្ទះរបស់ពួកគេនៅឆ្ងាយពីផ្សារពួកគេទាំង5នាក់ស្រឡាញ់ឡាននេះណាស់ក្មេងៗតែងតែសុំឪពុកម្ដាយគេជិះដើរលេងនៅល្ងាចមួយនៅពេលដែលបុរសជាឪពុកកំពុងតែលាងឡានកូនប្រុសពៅរបស់គាត់ដែលមានអាយុទើបតែ4ឆ្នាំបានរត់មកឈរមើលរំពេចនោះក្មេងប្រុសតូចនោះបានចង្អុលដៃទៅកៅអីខាងក្រោយនៃឡានហើយសួរឪពុកថាហេតុអ្វីបានជាមានមនុស្សចាស់ម្នាក់អង្គុយក្នុងឡានយើងរហូតអញ្ចឹងបុរសនោះស្ទើរតែធ្លាក់ក្រណាត់ពីដៃគាត់សម្លឹងមើលទៅកៅអីខាងក្រោយគឺមិនមានឃើញនរណានោះទេគាត់ព្យាយាមសើចបន្លប់ហើយនិយាយថាកូនគាត់ប្រហែលជាងងុយដេកខ្លាំងទើបភ្នែកវាមើលច្រឡំគាត់ក៏បំភ្លេចហេតុការណ៍នោះចោលទៅគ្រួសារនោះរស់នៅក្នុងផ្ទះថ្មីជាមួយនឹងឡានថ្មីមួយគ្រឿងដោយមិនបានដឹងទាល់តែសោះថារាល់ពេលដែលពួកគេប្រើប្រាស់ពាងទឹកទាំងពីរនិងរាល់ពេលដែលពួកគេបើកឡាននោះពួកគេកំពុងតែចែករំលែកវាជាមួយនឹងអ្វីម្យ៉ាងដែលកំពុងតែរងចាំពេលវេលានឹងមកដល់ឆាប់ៗថ្ងៃមួយពួកគេបានសម្រេចចិត្តថានឹងធ្វើដំណើរកម្សាន្តទៅកន្លែងណាមួយឲ្យសប្បាយម្ដងជីវិតរបស់ពួកគេបានផ្លាស់ប្ដូរល្អប្រសើរជាងមុនហើយនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ពួកគេបានជ្រើសរើសគោលដៅមួយគឺភ្នំគិរីរម្យនៅសម័យនោះក្នុងឆ្នាំ1995ភ្នំគិរីរម្យមិនទាន់មានការអភិវឌ្ឍដោយសពថ្ងៃនេះទេវាគ្រាន់តែជាតំបន់ព្រៃភ្នំដ៏ស្រស់ស្អាតតែស្ងប់ស្ងាត់ហើយលាក់បាំងនូវគ្រោះថ្នាក់ជាច្រើនផ្លូវដែលឡើងទៅកាន់ទីនោះមិនមែនជាផ្លូវល្អនោះទេដែលនៅសងខាងផ្លូវគឺសុទ្ធតែជ្រោះដ៏ជ្រៅនៅព្រឹកព្រលឹមនៃថ្ងៃកំណត់ដែលពួកគេត្រូវចេញដំណើរគ្រួសារទាំង5នាក់បានភ្ញាក់ឡើងដោយក្តីរំភើបក្មេងទាំង3នាក់នោះរត់ឡើងទៅលើរថយន្តជួយឪពុកម្ដាយរៀបចំចំណីអាហារទឹកសម្លៀកបំពាក់ដាក់ចូលទៅក្នុងរថយន្តរបស់ពួកគេខណៈពេលដែលអ្នករាល់គ្នាកំពុងតែមមាញឹកនារីដែលជាម្ដាយបានទៅដងទឹកពីពាងធំទាំងពីរដើម្បីយកទៅលាងបន្លែពេលគាត់អោនចុះយកផ្តិលជាលក់ចូលទៅក្នុងទឹកពាងសម្លេងនោះក៏បានបន្លឺឡើងវាគឺជាសម្លេងក្មេងតូចៗកំពុងតែខ្សឹបខ្សៀវគ្នាតែសម្លេងនេះវាមិនមែនជាសម្លេងលេងសើចទេវាគឺជាសម្លេងយំខ្សឹកសួលហាក់ដូចជាកំពុងតែហាមឃាត់ឬកំពុងតែប្រមានគាត់ឈរត្រឹងមួយសន្ទុះស្ដាប់សម្លេងនោះគាត់មានអារម្មណ៍ព្រឺសម្បុរតែពេលនោះស្វាមីរបស់គាត់បានស្រែកហៅគាត់ពីក្នុងឡានឲ្យប្រញាប់ឡើងឡានព្រោះយឺតពេលហើយគាត់ក៏សម្រេចចិត្តបំភ្លេចគំនិតនោះចោលប្រាប់ខ្លួនឯងថាគាត់ប្រហែលជាស្ដាប់ច្រឡំហើយមើលទៅរួចក៏ប្រញាប់យកទឹកនោះទៅរៀបចំម្ហូបអាហារបន្តគាត់មិនបានដឹងទេថានោះគឺជាការប្រមានលើកចុងក្រោយគ្រួសារទាំង5នាក់បានឡើងជិះឡានឪពុកជាអ្នកបើកបរម្ដាយអង្គុយនៅខាងមុខហើយក្មេងៗទាំង3នាក់អង្គុយលេងយ៉ាងសប្បាយនៅកៅអីខាងក្រោយ
រថយន្តបានធ្វើដំណើរចេញពីផ្ទះឆ្លងកាត់ផ្លូវជាតិលេខ4ឆ្ពោះទៅកាន់ភ្នំគិរីរម្យនៅពេលធ្វើដំណើរដំបូងអ្វីពិតជាសប្បាយរីករាយណាស់ពួកគេច្រៀងលេងជជែកគ្នាលេងគយគន់មើលទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតរហូតដល់ពួកគេបានទៅដល់ផ្លូវឡើងភ្នំផ្លូវនោះពិតជាពិបាកធ្វើដំណើរមែនវាតូចចង្អៀតម្ខាងជាជញ្ជាំងភ្នំម្ខាងទៀតជាជ្រោះដ៏ជ្រៅដែលមើលទៅមិនឃើញបាតទាល់តែសោះឡានចាស់របស់ពួកគេបានចាប់ផ្ដើមឡើងកម្ដៅវាហាក់ដូចជាកំពុងតែតស៊ូយ៉ាងខ្លាំងដើម្បីដឹកមនុស្សទាំង5នាក់ឡើងទៅលើភ្នំបរិះជាឪពុកដែលជាអ្នកបើកបរក៏ចាប់ផ្ដើមមានអារម្មណ៍តានតឹងគាត់ត្រូវផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើផ្លូវនៅខាងមុខខណៈពេលដែលគាត់កំពុងតែបើកបរឆ្លងកាត់ផ្លូវកោងដ៏គ្រោះថ្នាក់មួយកូនប្រុសពើរបស់គាត់ដែលកំពុងអង្គុយនៅកៅអីខាងក្រោយបានស្រែកថាប៉ាមើលលោកតានោះបរិះនោះទាំងកំពុងតានតឹងផងក៏បានស្រែកកំហកទៅកូនវិញឲ្យនៅស្ងៀមហើយគាត់ក៏បានងាកភ្នែកសម្លឹងមើលទៅក្រៅកញ្ចក់បេះដូងរបស់គាត់លោតស្ទើរតែចេញមកក្រៅគាត់ឃើញនៅនឹងចន្លោះកូនទាំង3របស់គាត់មានមនុស្សចំណាស់ម្នាក់មែនគាត់កំពុងតែអង្គុយនៅកៅអីខាងក្រោយជាមួយកូនរបស់គាត់មុខរបស់គាត់មានស្នាមជ្រីវជ្រួញហើយគាត់កំពុងតែញញឹមដាក់គាត់តាមរយៈកញ្ចក់ខាងក្រោយវាគឺជាមនុស្សដដែលដែលកូនប្រុសគាត់បានឃើញកាលពីនៅផ្ទះវាប្រកាសជាមនុស្សដែលកូនគាត់បានប្រាប់នោះហើយបុរសនោះភ័យស្លន់ស្លោគាត់បាត់បង់ស្មារតីអស់រលីងគាត់មិនបានគិតថាគាត់កំពុងបើកបរនៅមាត់ជ្រោះទេគាត់បានងាកក្បាលទាំងស្រុងទៅក្រោយដើម្បីឲ្យប្រកាសថាគ្មាននរណាផ្សេងនៅក្នុងឡានគាត់ទេពេលគាត់ងាកទៅពិតជាគ្មានឃើញនរណាសោះក្រៅពីកូនគាត់ទាំង3នាក់តែនៅពេលដែលគាត់ងាកមកវិញអ្វីគ្រប់យ៉ាងបានហួសពេលទៅហើយគាត់បានរេចង្កូតឡានធ្លាក់ផ្លូវគាត់ព្យាយាមជន់ហ្វ្រាំងតែមិនអាចស្រោចស្រង់បានទេគាត់គ្រាន់តែឮសំឡេងស្រែកយំយ៉ាងខ្លាំងពីប្រពន្ធនិងកូនរបស់គាត់រថយន្តទាំងមូលបានធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅទៅហើយវាធ្លាក់បុកទៅនឹងដើមឈើធ្លាក់បុកនឹងដុំថ្មក្រឡាប់ផ្កាជើងជាច្រើនត្រឡប់សំឡេងដែកបាក់សំឡេងកញ្ចក់បែកនិងសំឡេងស្រែកយំបានបន្លឺឡើងពេញព្រៃបន្ទាប់មកអ្វីគ្រប់យ៉ាងក៏បានស្ងាត់ទៅនៅឯបាតជ្រោះរថយន្តដែលធ្លាប់ជានិមិត្តរូបនៃក្តីសង្ឃឹមពេលនេះបានคล้ายទៅជាមឈូសដែកដ៏រញ៉េរញ៉ៃគ្រួសារទាំង5នាក់មានឪពុកម្ដាយនិងកូនតូចៗទាំង3នាក់នោះបានស្លាប់យ៉ាងអណោចអាធមស្លាប់ទាំងអស់គ្នានៅក្នុងគំនរឡាននោះគ្មាននរណាម្នាក់បានដឹងពីសោកនាដកម្មនេះភ្លាមទេផ្លូវនោះស្ងាត់ណាស់មិនសូវជាមានអ្នកដំណើរឆ្លងកាត់ឡើយរហូតដល់ប្រមាណថ្ងៃក្រោយមកទើបមានអ្នកធ្វើដំណើរផ្សេងទៀតបានប្រទះឃើញស្នាមឡានក្រឡាប់ធ្លាក់ពីផ្លូវហើយពួកគេក៏បានរាយការណ៍ទៅអាជ្ញាធរសាកសពរបស់គ្រួសារទាំង5នាក់ត្រូវបានគេរកឃើញនៅក្នុងសភាពគួរឲ្យសង្វេគបំផុត